ស្នេហ៍ត្រីសាក់ស្រានមានរឿងនៅមណ្ឌលគិរីដកមកដាក់នៅមេនៅកំពង់ឆ្នាំងមានរឿងនៅកំពង់ឆ្នាំងដកក៏ដាក់នៅកាចេះមានន័យថាកងរាជអាវុធហត្ថអត់មានមន្ត្រីធ្វើការទេអាលួយប៉ុណ្ណាក៏ដោយលើកពីខេត្តមួយទៅដាក់ខេត្តមួយលើកពីខេត្តមួយទៅដាក់ខេត្តមួយថ្នាក់ដឹកនាំខាងលើជួនកាលលោកអត់ដឹងទេខាងក្រោមរាយការណ៍ទៅមិនដឹងតែអ៊ឺតាមវាខ្លះអត់បានពិនិត្យអស់ហើយតើហេតុអីបានបកគលម្នាក់ធ្វើភ្ជុះធ្វើភ្លៀងតាមអំពើចិត្តហើយនៅពេលដែលកំហុសមានដកពីខេត្តនេះទៅដាក់ខេត្តនោះដកពីខេត្តនោះទៅដាក់ខេត្តប្រវល់ដល់ប៉ោងចឹងណាធ្វើឲ្យមនុស្សហ្នឹងធ្វើឲ្យមន្ត្រីហ្នឹងរបៀបដូចស័កសារ៉ាដឹងចិត្តមេអត់ខ្លាចមេទេឥឡូវគាត់ធ្វើបំពេញអំណាចរំលោភអំណាចណាគ្រាន់តែប្អូនតាន់កំសួរធ្វើសេចក្តីរាយការណ៍អំពីបទល្មើសព្រៃឈើបែរជាបញ្ជាឲ្យកូនចៅទៅហាសួររកបេសកកម្មមន្ត្រីល្ងីល្ងើពកថ្ងាស់ដូចស័កសារ៉ាអញ្ចឹងស័កសារ៉ាអញ្ចឹងដឹងតែធ្វើមេไปអំពងកដោអីហ៎បើភ្លើដោយលោកឯងអញ្ចឹងទៅធ្វើសរសៃសម្បត្តិលោកឯងត្រូវអរគុណតាន់កំសួរត្រូវផ្ដល់រង្វាន់ឲ្យលោកតាន់កំសួរដែលគាត់បានផ្ដល់ព័ត៌មានអំពីការបំផ្លាញធនធានធម្មជាតិឲ្យខ្ញុំធ្លាប់ធ្វើប៉ូលីសដែរពេលប្រជាជនរាយការណ៍អំពីបទល្មើសខ្ញុំលើកទឹកចិត្តឲ្យគាត់ខ្ញុំផ្ដល់រង្វាន់រហូតទិញម៉ូតូឲ្យទិញទូរស័ព្ទឲ្យជាលុយទៀតដើម្បីឲ្យគាត់ក្លាហានក្នុងការផ្ដល់ព័ត៌មានអំពីបទល្មើសឲ្យយើងពីព្រោះយើងជាសមត្ថកិច្ចមិនអាចដឹងអស់ទេវាទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពីគ្រប់សមាជិកប្រជាជនក៏គាត់មានសិទ្ធិរាយការណ៍ដែរព្រះសង្ឃក៏គាត់មានសិទ្ធិរាយការណ៍ដែរមិនត្រឹមតែរាយការណ៍ដែរក៏មានសិទ្ធិចាប់ខត់ទុកទៀតប៉ុន្តែចាប់ខត់ទុកហើយបកគលឲ្យទៅអាជ្ញាធរឬសមាជិកដែលមានការពាក់ព័ន្ធខ្ញុំចាំឲ្យច្បាស់ណាប្រជាពលរដ្ឋមិនមែនជាមន្ត្រីនគរបាលយុទ្ធទេតែក្នុងករណីដែលគាត់ឃើញហេតុការណ៍នៃការប្រព្រឹត្តបទល្មើសជាក់ស្ដែងគាត់មានសិទ្ធិចាប់ឃាត់បុគ្គលឲ្យសមត្ថកិច្ចបានអត់ខុសច្បាប់ទេណាអត់មានខុសច្បាប់ទេកុំឲ្យតែគាត់ចាប់គេយកទៅទុកនៅផ្ទះគាត់កុំឲ្យតែគាត់ប្រើអំពើហិង្សាទៅលើអ្នកល្មើសអាហ្នឹងគាត់ខុសតែបើគាត់ចាប់ហើយបកគលឲ្យសមត្ថកិច្ចភ្លាមអាហ្នឹងក៏អត់ខុសទេទៅសួរអ្នកច្បាប់ណាក៏ដោយហើយរឿងអីគេរាយការណ៍ពីបទល្មើសបែរជាឧត្តមសេនីយ៍ត្រីសាក់សារ៉ាណាមេ PM កាចេះសួរលិខិតបេសកកម្មលោកឯងមិនសួរខ្ញុំទៅម្សិលមិញខ្ញុំទៅចុះចែកអំណោយនៅហ៊ានជួរមុខក្នុងនាមប្រជាពលរដ្ឋម្នាក់នៅកងទៅចែកនៅកងពលលេខ3កងពល41នៅទិសបញ្ជាការនគរបាលភូមិភាគ4